ទទួលបានដំណឹងថានៅក្នុងភូមិយើងនេះមានអ្នកជួញដូរគ្រឿងញៀនបាញ់ចឹងតើពួកយើងគួរធ្វើយ៉ាងណាដែរហើយដឹងថាជានរណាហើយនៅបើតាមគ្នាយើងដែលបានឲ្យការមកនោះគឺមានមនុស្ស2នាក់ជាអ្នកចែកចាយតែយើងមិនទាន់មានភ័ស្តុតាងនោះទេបាញ់ចឹងមែនរឿងហ្នឹងយើងត្រូវតែស៊ើបអង្កេតឲ្យបានស្ងាត់ស្ងៀមជៀសវាងគេដឹងខ្លួនមុនត្រូវហើយរាជមកបរៀនវិញហើយមែនទេចៅបាទលោកយាយមួយរយៈនេះនៅក្នុងភូមិមានក្មេងចំទងច្រើនណាស់បានសែបគ្រឿងញៀនអូរឿងនេះខ្ញុំក៏ទៅដឹងពីអ្នកគ្រូរបស់ខ្ញុំដែរចៅរាជបើគេមានបបួលអីកុំទៅណាចៅកុំចង់សាកកុំចង់ដឹងឮទេចៅវាធ្វើឲ្យខូចអនាគតរបស់ចៅបាទលោកយាយក៏មិនអារម្មណ៍អីខ្ញុំមិនទៅធ្វើបាបហ្នឹងទេរាល់ថ្ងៃខ្ញុំដឹងតែពីប្រឹងរៀនសូត្រតែប៉ុណ្ណោះល្អណាស់ចៅរាល់ថ្ងៃក៏ដឹងដែរម្ដាយរបស់ចៅធ្វើការងាររោងចក្រឪពុកចៅធ្វើស្រែចម្ការបានប្រាក់ចំណូលបន្តិចទួចណាស់បាទលោកយាយឪពុកម្ដាយរបស់ខ្ញុំរាល់ថ្ងៃនេះពួកគាត់ខំប្រឹងប្រែងខ្លាំងណាស់ដើម្បីឲ្យខ្ញុំមានលុយទៅរៀននឹងគេល្អណាស់ចៅចេះយល់បែបហ្នឹងឪពុកម្ដាយរបស់ចៅនឹងបានសប្បាយចិត្តជាក់ជាមិនខានបាទលោកយាយតោះឆាប់ទៅដូរសម្លៀកបំពាក់ទៅនឹងបានហូបបាយបាទលោកយាយរាជគឺជាក្មេងល្អដែលចេះស្ដាប់បង្គាប់ចាស់ទុំអូនអើយរដូវធ្វើស្រែបានកន្លងផុតទៅហើយបងឃើញអ្នកភូមិគេនាំគ្នាធ្វើចំការម្ដងចំណែកពួកយើងពុំមានដីសម្រាប់ធ្វើចំការដូចជាគេទេប៉ាត់មែនហើយបងការប្រយុទ្ធមិញអត់ដេចមិនលក់សោះព្រោះតែគិតរឿងមួយនេះតែអូនក៏បានគិតរឿងមួយតើអូនគិតឃើញរឿងអីទៅជួយប្រាប់បងមកមើលបានអ្នកភូមិជាអ្នកដាំមិនក៏យើងមិនធ្វើជាអ្នកលក់ទៅមានន័យថាម៉េចទៅអូនបងដូចជាមិនយល់ទេយើងធ្វើជាឈ្មួញកណ្ដាលទៅទិញបន្លែរបស់ពួកគាត់ដល់ចំការរួចហើយយើងយកបន្លែទាំងអស់នោះទៅលក់ឲ្យម៉ួយធំបន្តទៅគំនិតរបស់អូនពិតជាល្អណាស់តែពួកយើងមិនដែលស្គាល់ម៉ួយធំទិញបន្លែទេបងកំភៃអូនមានមិត្តភក្តិម្នាក់គេនឹងប្តីរបស់គេទិញបន្លែច្រើនខ្លាំងណាស់ក្នុងមួយថ្ងៃតែគេត្រូវការទិញទៀតដែរទេចាំអូនទៅសួរគេសិនបើគេយល់ព្រមបងអ្នកដើរទិញចំណែកអូនជាអ្នកដើរទៅយកពីពួកម៉ាក់អូនបន្តតែយើងពុំមានដើមទុនឯណាច្រើនទៅទិញបន្លែពីអ្នកភូមិទេអូនរឿងនេះអូនក៏បានគិតដែរនៅក្នុងផ្ទះរបស់យើងសប្តាហ៍ថ្ងៃនេះមានសល់លុយប្រហែលជា1 លានរៀលបើអញ្ចឹងយើងទុកពាក់កណ្ដាលទុកចាយវិញនិងពាក់កណ្ដាលទៀតធ្វើជាដើមទុននឹងឲ្យបងអើយបន្លែដាំបានហើយរកតអ្នកទិញក៏គ្មានផងដាំម្ដងចំណាយលុយអស់ច្រើនណាស់ហើយឥឡូវអត់មានអ្នកទិញទៀតមិនដឹងជាធ្វើម៉េចទេខ្ញុំណែអាសម្លាញ់ហើយឯងអត់យកបន្លែទៅលក់ទេហីតើលក់ទៅឲ្យអ្នកណាបើគ្មានគេទិញផងហ្នឹងអ្នកផ្សេងគេមានម៉ួយរបស់គេចំណែកយើងទៅដាំលើកដំបូងហ្នឹងគ្នាពិបាកចិត្តណាស់សម្លាញ់អើយឯងកំព្រួយអីចាំមើលល្ងាចប្រពន្ធរបស់គ្នាមកពីតាកតងមួយធំដែលជាអ្នកទិញបន្លែវិញបើថាតាកតងបានគ្នានឹងទិញបន្លែពីឯងយកទៅបោះឲ្យម៉ួយចំណែកឯងគិតទៅពីដាំយកមកលក់ឲ្យគ្នាទៅយេមែនក៏អីវ៉ៃបើថាបានបែបហ្នឹងមែនគ្នាសប្បាយចិត្តណាបើអញ្ចឹងគ្នាទៅផ្ទះសិនហើយណាបើបានតំណែងចាំគ្នាប្រាប់ឯងគ្នាអរគុណឯងហើយណាសម្លាញ់ឈូឯងសុខសប្បាយដែរទេអូមិនស៊ូគ្នាសុខសប្បាយធម្មតាទេតាំងពីឯងរៀបការមកគ្នាមិនដែលបានទៅលេងឯងតលតែសោះហើយឯងសុខសប្បាយដែរទេសម្លាញ់គ្នាសុខធម្មតាទេឮថាឯងនឹងប្តីជាអ្នកទិញបន្លែយកទៅលក់បន្តនៅឯភ្នំពេញមែនទេមែនហើយឯងរាល់ថ្ងៃដាំបន្លែបានមែនណែបើឯងមានបន្លែណាយកមកលក់ឲ្យគ្នាមកព្រោះគ្នារវល់ការងារច្រើនពុំដែលបានចុះទៅទិញដល់ចំការផ្ទាល់ទេគ្នាពុំមានដីចំការដាំបន្លែដូចគេទេតែដោយសារគ្នាឃើញអ្នកក្នុងភូមិគ្នាកំពុងទៅរស់នៅមានអ្នកដាំបន្លែច្រើនគ្នាចង់ធ្វើជាឈ្មោះកណ្ដាលទិញបន្លែពីពួកគាត់យកមកលក់ឲ្យឯងបន្តមានអីល្អតើគ្នាកំពុងតែត្រូវការបន្លែច្រើនផងណែបើអញ្ចឹងទិញពីពួកគាត់យកមកលក់ឲ្យគ្នាមកណាអរគុណឯងហើយនិយាយអញ្ចឹងចុះគឹមលីនិងសារ៉ាមានដែរទៅលេងឯងអត់ឃើញថាពួកគេបានប្តីសុខតែអ្នកមានអូជីវិតគេណាប្រកាសជាលយឆាយហើយមើលទៅពិតមែនហើយគេមានណាស់
ថ្ងៃមុនគេបានមកលេងខ្ញុំដែរអញ្ចឹងខ្ញុំលាអញទៅវិញសិនហើយណាចាំជួបគ្នាពេលក្រោយ មីស៊ូមានការសប្បាយចិត្តជាខ្លាំងដែលស្រីឈូព្រមសហការជាមួយ បងចន្ទ្រាអូនបានតាក់ទងមករបស់អូនរួចហើយគេបានយកព្រមទទួលទិញបន្លែពីពួកយើងហើយ នេះគឺជារឿងល្អណាស់តែប៉ុណ្ណេះយើងមានមុខរបររកស៊ីដូចជាគេដែរហើយអូន បើអញ្ចឹងស្អែកឡើងបងទៅរកទិញបន្លែពីអ្នកភូមិទៅណា បានសម្លាញ់អើយគ្នាមានដំណឹងល្អមកប្រាប់ឯងហើយអាម៉េចប្រពន្ធឯងរកម៉ួយបានហើយមែនទេរកបានហើយបើអញ្ចឹងស្អែកនេះសម្លាញ់ឯងយកបន្លែមកលក់ឲ្យគ្នាមកណាគ្នាដឹងហើយប្រពន្ធឯងនេះពិតជាប៉ាកែមែនហ្មងមានសមត្ថភាពអាចរកម៉ួយបានឯងពិតជាសំណាងមែនដែលមានប្រពន្ធដូចជានាងនោះពីរអ្នកនេះនិយាយនិយាយគ្នារឿងអីហ្នឹងមើលទៅទឹកមុខម្នាក់ដូចជាស្រស់ស្រាយដល់ហើយណោះមកពូចូលលេងផ្ទះខ្ញុំសិនមកហើយពូអញ្ជើញមកពីណាដែរពូពិបាកចិត្តពេកមិនដឹងจะទៅណាក៏ចេះតែដើរទៅតើមានរឿងអីមែនទេពូប្រាប់ពួកខ្ញុំឲ្យបានដឹងផងអើយបន្លែពូដាំបានច្រើនណាស់តែរកអ្នកទិញគ្មានបើបន្លែរបស់ពូលក់មិនចេញទេច្បាស់ជាខាតជាជាមិនខានទេពូខ្ញុំស្មានតែមានរឿងអីសូមពូយកបន្លែមកលក់ឲ្យខ្ញុំចុះប្រពន្ធរបស់ខ្ញុំរកម៉ួយទិញបន្លែរួចហើយយេបើអញ្ចឹងល្អណាស់